សំឡេងផ្ទុះលាន់ឮកងរំពងដែលធ្លាប់លេចឮជាញឹកញាប់ក្នុងពិធីដង្ហែសពនៅជនបទគឺចេញពីឧបករណ៍ប្រពៃណីមួយមានឈ្មោះថាកាំភ្លើងថ្មស្អុយដែលជាការច្នៃប្រឌិតពីឫស្សីឧបករណ៍នេះត្រូវបានប្រើប្រាស់តាំងពីបុរាណដើម្បីបំពេញតួនាទីសំខាន់ៗជាច្រើនក្នុងសហគមន៍ជាពិសេសក្នុងពិធីបុណ្យសពកាំភ្លើងថ្មស្អុយនេះត្រូវបានធ្វើឡើងយ៉ាងសាមញ្ញពីដើមឫស្សីសាច់ក្រាស់ប្រវែងប្រហែល2ម៉ែត្រដែលមានថ្នាំងបិទជិតនៃចុងម្ខាងនិងចុះក្រហោងដល់ចុងម្ខាងទៀតគេចុះរុនតូចមួយនៃជិតថ្នាំងគល់សម្រាប់អ៊ុតភ្លើងមុនអ៊ុតគេដាក់ដុំថ្មស្អុយលាយទឹកបន្តិចចូលក្នុងបំពង់ឫស្សីរួចយកភ្លើងទៅអ៊ុតត្រង់រុននោះវានឹងបង្កើតជាសំឡេងផ្ទុះលាន់ឮខ្លាំងបច្ចុប្បន្នការប្រើប្រាស់កាំភ្លើងថ្មស្អុយនេះបានថយចុះគួរឲ្យកត់សម្គាល់ដោយភាគច្រើនគេឃើញមានតែក្នុងពិធីបុណ្យសពរបស់ចៅអធិការគ្រូសូត្រឬពិធីបុណ្យសពរួមគ្នារបស់អ្នកស្រុកមួយចំនួននៅតំបន់អង្គរប៉ុណ្ណោះចំពោះបុណ្យសពពលរដ្ឋទូទៅវិញគឺកុំនឹងឃើញណាស់លុះត្រាតែក្រុមគ្រួសារមានធនធានគ្រប់គ្រាន់និងមានបំណងចង់រក្សាប្រពៃណីនេះ